Ok, welcome back មកកាន់ពួក IT អូខេអញ្ចឹងវីដេអូហ្នឹងខ្ញុំតពីវីដេអូមុនតាក់ទងនិយាយជាមួយនឹងការ configure Microtik ជាមួយនឹង Dell Manage Switch អូខេហើយនេះគឺជា lab របស់ខ្ញុំបានបង្ហាញនៅក្នុងវីដេអូមុនហើយប៉ុន្តែមុននឹងទៅដល់ project ហ្នឹងយើងត្រូវយល់ពី Switch Dell សិនអូខេអញ្ចឹងខ្ញុំថាបង្ហាញបងប្អូន config full project ហ្នឹងនៅ main បន្ទាប់ពីយើងស្វែងយល់ឲ្យអស់តាក់ទងជាមួយ Switch Dell តាក់ទងជាមួយនឹងការបង្កើត VLAN ការ reset switch ការធ្វើត្រាំងធ្វើអីចឹងណាអញ្ចឹងតើតែយើងយល់អានឹងអស់សិនបានយើងអាចទៅតមេរៀនរបស់យើងទៅធ្វើ build project ទាំងមូលតែម្ដងអូខេអញ្ចឹងដំបូងឡើយបងប្អូនត្រូវតែយល់ switch ហ្នឹងយើងចូលមកកាន់ឯកសាររបស់យើងមកអូខេនេះគឺជាឯកសារមេរៀនរបស់យើងដែលយើងត្រូវសិក្សាទៅលើ switch Dell អូខេអញ្ចឹងយើងនឹងសិក្សាតាក់ទងជាមួយនឹង Dell networking ហើយរបៀប config VLAN assign VLAN ត្រាំងនិង access port អូខេនេះជា content របស់យើងអូខេទីមួយយើងនឹងសិក្សាតាក់ទងជាមួយការណែនាំនឹង switch ទី2ការបង្កើត VLAN ទី3ការ create rank of VLAN ហើយទី4យើងការ configure interface ជា access port ហើយជាត្រាំង port ហើយ remove VLAN ចេញពី interface ចុងក្រោយយើងធ្វើការ reset switch អូខេអញ្ចឹងដើម្បីយល់ថាអីជា VLAN អញ្ចឹងបើយើងនិយាយ VLAN គឺ Virtual Local Network ដែលយើងហៅថា VLAN are Logical Interface ដែលអនុញ្ញាតឲ្យក្រុមនៃ device មួយទំនាក់ទំនងគ្នានៅលើ network តែមួយពឹងផ្អែកទៅលើ physical location អូខេ physical interface and port channel can be member of VLAN the VLAN rank វាមានពី1យើងអាចដាក់ចន្លោះពីលេខ1ដល់4094អូខេអញ្ចឹងខ្ញុំនឹងបញ្យល់ឲ្យអ្នកនរគ្នាយល់អូខេដូចនៅក្នុងនេះអញ្ចឹងនៅក្នុងហ្នឹងខ្ញុំមាន IP នេះអូខេខ្ញុំមាន IP នេះជា management អញ្ចឹងនៅក្នុង port នេះមួយហ្នឹងគឺវាដឹកជញ្ជូន VLAN មានអីគេមាន management មាន status មាន cache អញ្ចឹងទៅអញ្ចឹងវាដឹកជញ្ជូន3 network ក្នុងមួយ port ហ្នឹងអញ្ចឹងយើងបើសិនជាវាប្រើបាន254ម៉ាស៊ីនយើងអាចគុណចូលគ្នាទៅ3 VLAN អញ្ចឹងclient មួយ access ចាប់តាម VLAN ដែលយើងបានកំណត់លើ VLAN ID យើងបានកំណត់ឧទាហរណ៍បើសិនជាយើងមាន AP មានអីយើងអាចកំណត់ VLAN តាមអ្វីដែលយើងបានកំណត់នៅលើ Microtik router អូខេអញ្ចឹងខ្ញុំតមក document របស់យើងទាំងអស់គ្នាអូខេអញ្ចឹងនៅក្នុងហ្នឹងយើងចង់បង្កើត VLAN អញ្ចឹងនៅក្នុង Dell ទី1យើងត្រូវ log ចូលមកកាន់ Dell របស់យើងសិនអូខេអញ្ចឹងយើងអាច log មកកាន់ Dell របស់យើងតាក់ទងជាមួយនឹងនេះជា command syntax ដែលយើងត្រូវធ្វើការបង្កើត VLAN ហើយយើងក៏អាច log តាម interface ដែរដើម្បីបង្កើត VLAN បានដូចគ្នាអូខេអញ្ចឹង syntax ដើម្បីបង្កើត VLAN ទី1យើងប្រើ config terminal អញ្ចឹង config terminal ដើម្បីចូល configuration mode បន្តមកទៀតយើង interface VLAN អញ្ចឹងពេលដែលយើងវាយ config terminal យើងចូលលើពាក្យ config នេះបន្តមកទៀតយើងវាយ interface ហើយ VLAN យើងចង់បង្កើត VLAN ប្រមាណបន្តមកទៀតបើសិនជាយើងចង់លុប VLAN វិញយើងគ្រាន់តែ no interface VLAN ហើយយើងវាយ VLAN ID ដែលយើងចង់លុបអូខេអញ្ចឹងខ្ញុំចូលមកកាន់ Microtik ចូលមកកាន់ Dell Switch របស់យើងមកអូខេអញ្ចឹងខ្ញុំ log វាតាមរយៈអីគេខ្ញុំ log តាមរយៈនេះអូខេយើងយកតាមរយៈ mobile extern អូខេខ្ញុំអាចវាយ mobile អូខេនេះ mobile extern អូខេនេះជា Dell Switch របស់ខ្ញុំធ្វើការ log អញ្ចឹង user របស់វាគឺ admin ហើយ password admin អូខេឥឡូវខ្ញុំបាន log ចូលមកកាន់ Switch Dell របស់ខ្ញុំហើយអញ្ចឹងយើងត្រូវធ្វើបង្កើត VLAN ទាំងអស់គ្នាអូខេអញ្ចឹងដើម្បីបង្កើត VLAN យើងអាចប្រើ config terminal ណាអូខេអញ្ចឹងយើងអាចមើល lab នេះគឺជា lab ដែល sample ដែលខ្ញុំបង្កើតទី1យើងប្រើ config terminal ហើយយើងវាយ interface VLAN ហើយយើងដាក់ ID របស់ VLAN របស់យើងមកអូខេអញ្ចឹងយើងអាចមើលបាននេះខ្ញុំzoom ឲ្យមើលអូខេនេះអូខេអញ្ចឹងយើងវាយ config terminal យើង enter មកបន្តមកទៀតយើងចូល config mode បន្តមកទៀតយើងវាយ interface VLAN ឧទាហរណ៍ដាក់ VLAN 70ចឹងទៅអូខេ VLAN 70បន្តមកទៀតខ្ញុំវាយ VLAN 70 name HR ចឹងទៅណាអូខេ
ខ្ញុំ enter មកបន្តមកទៀតយើង add មកដើម្បី share វាហើយបន្តមកទៀតយើងចង់ដឹងថា VLAN យើងបង្កើតបានអត់យើងប្រើ comment មួយគឺ show VLAN អូខេអញ្ចឹងនេះគឺ VLAN ដែលយើងបានបង្កើតមិញគឺ VLAN HR ណាហើយយើងអត់ទាន់បាន assign វាទៅកាន់ port ណាទេអូខេអាហ្នឹងតាមរយៈគេតាមរយៈcomment mode ណាអូខេតាមរយៈ comment ហើយបើសិនជាយើងចង់បង្កើតតាម interface ក៏បានដែរបើសិនជាយើងចង់បង្កើតតាម interface យើងគ្រាន់តែ log ចូលមកកាន់ browser មក100យើងវាយ IP របស់ switch របស់យើងមក192.168.ចុចប្រមាណចុច88.2 ចឹងទៅអូខេហើយជា interface វា admin អូខេអញ្ចឹងយើង log ចូលមកបើសិនជាយើងចេះ comment យើងប្រើ comment ទៅគឺវាលឿនជាងយើង interface ដោយសារអីវាលឿនជាងអូខេដោយសារវាប្រើជា text mode អូខេអញ្ចឹងយើងអាចចូលមកកាន់ VLAN មកនេះយើងអាចមើលនេះជា create VLAN យើងមើលអានេះយើងអាច assign VLAN ណាអូខេអញ្ចឹងខ្ញុំអាចចូលកន្លែងខ្ញុំ back មកវិញមកអូខេខ្ញុំ cancel សិន yes មកអូខេអញ្ចឹងយើងអាចមើល VLAN របស់យើងនេះ VLAN នេះ sorry អូខេខ្ញុំ VLAN យើងមាន VLAN អីខ្លះខ្ញុំចូលកន្លែង VLAN ម្ដងទៀតមើលតោះមកនេះ view VLAN នេះយើងចូលកន្លែងនេះអូខេនេះគឺជា VLAN ដែលខ្ញុំបានបង្កើតមាន VLAN 10 VLAN 20 VLAN 30 VLAN 40 VLAN 50 VLAN 60អីចឹងទៅនេះជា interface ណាអូខេពី interface VLAN របស់យើងអូខេអញ្ចឹងតើតើងាបង្កើត VLAN មានតែប៉ុណ្្នឹងឯងវីដេអូអូខេយើងជួបគ្នាវីដេអូក្រោយហើយបងប្អូនដែលទស្សនាវីដេអូនោះជួយ like follow និង subscribe ជា YouTube admin របស់ផងយើងជួបគ្នានៅវីដេអូក្រោយ